ថ្ងៃនេះបាននាំកូនមកលេងនៅឯអ៊ីអនមួយនៅឯទីក្រុងភ្នំពេញចាគឺផ្សារទំនើបនៅក្នុងប្រទេសកម្ពុជាយើងបងប្អូនចានិយាយទៅខ្ញុំខាននាំក្មេងៗចេញក្រៅយូរដែរហើយដោយសារតែឥឡូវតែរវល់មើលកូនតូចចឹងណាបងប្អូនចានិយាយទៅបងប្អូនដែលគាត់មានកូន1កូន2ចាចាប់ដើមពីកូន2ដល់កូន3នឹងយល់អារម្មណ៍មួយនឹងរៀងរវល់ពេលណាដែលយើងយកចិត្តទុកដាក់មួយកូនដែលទៅនឹងកើតយើងភ្លេចខ្វាយខ្វល់មួយកូនដែលធំចានិយាយទៅមិនថាយើងមិនចង់ខ្វាយខ្វល់មួយគាត់ទេប៉ុន្តែយើងរវល់មួយកូនតូចចានិយាយទៅកូនដែលទៅនឹងកើតចឹងក៏ត្រូវការមុំទៀងពេលចាត្រូវដូរកតោបត្រូវមើលថែទាំជាចាំបាច់ចឹងណាបងប្អូនចាប៉ុន្តែថ្ងៃនេះទៅឆ្លៀតព្រោះអីដោយសារតែកូនស្រីទី2ហ្នឹងគាត់តែងតែនិយាយថាគាត់មិនចំណែនបងអូននេះគាត់តែគាត់សួរថាហេតុអីបានអ្នកគ្រប់គ្នាដូចយកចិត្តទុកដាក់ទៅជាមួយ baby ថែទាំ baby take care baby ចឹងណាគាត់ថាអត់មានតែគេ take care អូនទេគាត់និយាយអញ្ចឹងចាអញ្ចឹងទៅនឹកកូនតែតាបងប្អូនហើយមួយរយៈហ្នឹងដូចខ្ញុំទៅសម្រាប់កូនអញ្ចឹងអារម្មណ៍យើងដូចនៅគេងអត់ឆ្អែតអីហើយត្រូវរវល់ច្រើនដោយសារតែពួកខ្ញុំត្រូវមានការធ្វើឯកសារច្រើនហើយធ្វើដំណើរហើយណាមួយកូនតូចឈឺទៀតចឹងណាបងប្អូនចឹងទៅរៀងមួម៉ៅមួយកូនដែរចាដូចកូនសួរអីចឹងយើងដេញកូនអត់ទេទៅក្រៅមកមានរវល់ daily រវល់អីចឹងណាបងប្អូនចាចឹងទៅក៏ចង់សូមបទពិសោធន៍ដល់បងប្អូនដែលគាត់មានកូន2កូន3ចឹងណាតែយើងគួរតែលៃលោកមិនកុំឲ្យកូនបងមានអារម្មណ៍ថាយើងទុកពួកគាត់ចោលអញ្ចឹងណាបងប្អូនចានិយាយទៅខ្ញុំក៏ព្យាយាមហើយចាព្រោះពេលដែលយើងទឹកតែសម្រាប់កូនណាមួយត្រូវការពេលព្យាបាលខ្លួនដែរពួកខ្ញុំវះកាត់អញ្ចឹងណាបងប្អូនហើយមួយវិញទៀតគឺចាកូនតូចក៏គាត់អត់ស្រួលខ្លួនដែរអញ្ចឹងគាត់ត្រូវទៅជាអញ្ចឹងពេលខ្លះយើងអត់មានពេលក្នុងការបញ្យល់កូនធំពេលខ្លះគាត់ក៏នៅតែអត់ទាន់យល់ដែរគាត់នៅក្មេងចាប៉ុន្តែថ្ងៃនេះក៏បាននាំពួកគាត់មកដើរលេងអញ្ចឹងគាត់សប្បាយចិត្តចាគឺអត់ចង់ទៅវិញទេចានេះគឺEon Mall ចាផ្សារទំនើបនៅហើយប្រទេសកម្ពុជាយើងមានអីបងប្អូនគឺមកឆ្លាស់មុខឆ្លាស់មាត់ចាព្រោះនៅផ្សារនៅស្រុកខ្មែរយើងគឺមានលក់គ្រប់សពបងប្អូនមានទាំងទឹកអបម៉ាក់ល្បីចាគ្រឿង cosmetic ចឹងណាបងប្អូនចាហើយខ្ញុំក៏បានទិញទឹកអប2ដបដែរឲ្យប្តីមួយឲ្យខ្លួនឯងមួយចាមិនទាន់អាចប្រើពឹកពើនជាមួយកូនតូចបានទេប៉ុន្តែដូចខ្ញុំជួយចិត្តក្លិននឹងចឹងដែលគេយកទឹកអបនឹងមកពីប្រទេសអារ៉ាប់ចាហើយមីងគឺគេសប្បាយគេរត់លេងពេញចាផ្សារទំនើបហ្នឹងឯងហើយជាពិសេសគឺចង់ត្រង់ត្រូតែកន្លែង playground ទេបងប្អូនចាមានអីនៅឯកន្លែងលេងកំសាន្តនៅផ្សារទំនើបរបស់នៅស្រុកខ្មែរយើងគឺធំជាងនៅរដ្ឋដែលខ្ញុំរស់នៅចាកាលដែលខ្ញុំនៅអាមេរិកនោះខ្ញុំនៅរដ្ឋ Kentucky គឺកន្លែងកំសាន្តរបស់ក្មេងៗនៅរដ្ឋដែលខ្ញុំរស់នៅហ្នឹងគឺអត់សូវធំទេបងប្អូនហើយផ្សារទំនើបគេហ្នឹងក៏មានតែ2ដែរនិយាយទៅរដ្ឋដែលខ្ញុំរស់នៅគឺអត់សូវដូចថានៅអត់សូវទំនើបអីខ្លាំងអញ្ចឹងណាបងប្អូនចាហើយបើនៅស្រុកខ្មែរយើងនេះវិញគឺឃើញថាកន្លែងលេងកំសាន្តរបស់ក្មេងៗនេះគឺធំជាងនៅរដ្ឋដែលខ្ញុំរស់នៅអាមេរិកទៀតចាបងប្អូនអញ្ចឹងទៅគឺកូនគេនៅហ្នឹងឯងបងប្អូនហើយក៏ឃើញមានបរទេសច្រើនដែរនៅភ្នំពេញយើងបងប្អូនចាហើយមានកូនកាត់កូនអីច្រើនអញ្ចឹងទៅក៏មានអារម្មណ៍ថាដូចយើងអត់ចម្លែកតែឯងទេចាបើការនៅអាមេរិកនោះវិញគឺម្ដុំដែលខ្ញុំរស់នៅគឺអត់សូវចានិយាយទៅអត់មានខ្មែរទេហើយមួយវិញទៀតគឺអត់មានកូនកាត់ចឹងទេចាគឺគេមានតែអាមេរិកចឹងណាបងប្អូនអាមេរិកស្បែកខ្មៅអាមេរិកស្បែកសអីចឹងទៅគឺមានតែកូនខ្ញុំនឹងឯងអាស៊ីយើងខ្មែរកាត់ជាមួយអាមេរិកចឹងទៅណាគឺគេថាអូខ្ជូតគួរឲ្យស្រឡាញ់ចឹងណាបងប្អូនចាហើយងាកមកមើលផ្សារទំនើបនៅស្រុកខ្មែរយើងគឺរបស់របរហូបចុកមិនខ្វះទេបងប្អូនមានទាំងម្ជូរលក់នៅក្នុងផ្សារទំនើបចឹងណាបងប្អូនចង់ញ៉ាំអីក៏បានដែរហើយថ្ងៃហ្នឹងខ្ញុំទៅមួយប្អូនដែរអញ្ចឹងបងប្អូនគាត់ជួយមើលក្មេងៗចាអញ្ចឹងជួយកំងម្ហូបអាហារអីចឹងទៅហើយចំណែកឯកូនងាវិញគឺនៅផ្ទះនៅជាមួយនឹង daddy មើលចានិយាយទៅប្តីខ្ញុំក៏ស្រួលដែរបងប្អូនចង់យើងទៅណាមកណាអញ្ចឹងហើយណាមួយទៀតឥឡូវកូនមុនទៅដោះគោអញ្ចឹងគាត់ស្រួលដែរគាត់ចេះបបៅទៅដោះគោកូនគាត់ចេះដូរកតូប
ចេះថែទាំកូនមួយទឹកចឹងណាបងប្អូនចឹងយើងជំនួសគ្នាបានចាព្រោះពេលវេលាដែលខ្ញុំចង់ចំណាយពេលម្នាក់ឯងអីចឹងគឺគាត់អាចនៅមើលកូនតូចបានហើយកូនធំហ្នឹងគឺបងប្អូនខ្ញុំជួយមើលអញ្ចឹងទៅចាហ្នឹងហើយជាអត្ថប្រយោជន៍ដែលខ្ញុំចង់មករស់នៅស្រុកខ្មែរយើងគឺបានអញ្ចឹងឯងបងប្អូនចង់ដើរហាងចង់ទៅណាម្នាក់ឯងកក់សក់ធ្វើកញ្ចក់ឬក៏ទៅអង្គុយញ៉ាំនៅហាងណាម្នាក់ឯងចំណាយពេល1ម៉ោង2ម៉ោងអីគឺយើងមានបងប្អូនជួយមើលកូនហើយជាពិសេសគឺការធ្វើដំណើរមធ្យោបាយធ្វើដំណើរស្រួលព្រោះដោយសារតែយើងដូចនៅក្រុងភ្នំពេញអីអញ្ចឹងយើងស្រួលគ្រាន់តែយើងហៅតាម app pass app ចឹងមកគេមកយកយើងហើយដឹកយើងទៅទីតាំងចឹងហើយក៏ទូថ្លៃដែរបងប្អូនដូចយើងទៅចឹងទៅអស់ត្រឹមតែ1រៀលអីទៅដល់ទីតាំងចឹងណា4000ខ្មែរត្រឡប់មកវិញអស់4000ខ្មែរច្រើនបំផុតអស់10000អីចឹងណាទីតាំងទៅវិញទៅមកប៉ុន្តែបើសិនជាខ្ញុំនៅអាមេរិកខ្ញុំមិនអាចធ្វើអញ្ចឹងបានទេហៅ Uber យ៉ាងហោចណាស់ក៏ចា$30ទៅ$50ដែរអញ្ចឹងគឺយើងអត់អាចចំណាយទៅលើអាការអញ្ចឹងបានច្រើនដងទេចានិយាយទៅតាំងតែខ្ញុំទៅរស់នៅអាមេរិកនោះខ្ញុំអត់ដែរបានជិះ Uber ទេបងប្អូនចាធ្លាប់តែជួលឡានមកបើកខ្លួនឯងអញ្ចឹងណាបងប្អូនដូចប្តីបើកពីរត់មួយទៅរត់មួយអីហ្នឹងអាហ្នឹងយើងធ្លាប់ជួលឡានប៉ុន្តែបើឲ្យខ្ញុំជិះ call ហៅ Uber មកជិះអីអត់ដែរទេមានតែបើកឡានខ្លួនឯងឬក៏ប្តីជូនអញ្ចឹងទៅបងប្អូនចាកលេចមកហាងនៅក្នុង Aeon នេះគឺមានគ្រប់ brand ដែរហ្នឹងបងប្អូនជាទូទៅមាន brand ចា H&M អីផ្សេងចាហើយខ្ញុំចោលអារម្មណ៍ហាងនេះបងប្អូនគឺលក់បុកល្ហុងឆ្ងាញ់ណាស់បងប្អូនអើយបុកល្ហុងមានទាំងមាន់អាំងពងមាន់ស្ងោរអីគ្រប់សពបែបយ៉ាងចាអញ្ចឹងបានថាខ្ញុំជឿចិត្តមកនៅស្រុកខ្មែរយើងគឺថាចង់ញ៉ាំអីបានភ្លាមអញ្ចឹងណាបងប្អូនចាចង់អាហារអឺរ៉ុបអាហារខ្មែរអីចឹងទៅចាហើយមួយវិញទៀតគឺតម្លៃក៏ធូរថ្លៃអញ្ចឹងយើងអាចអត់សូវធ្វើម្ហូបនៅផ្ទះយើងទិញបានអញ្ចឹងណាបងប្អូនប៉ុន្តែបើសិនជាការខ្ញុំនៅអាមេរិកនោះភាគច្រើនគឺធ្វើម្ហូបដោយសារតែម្ហូបអាស៊ីយើងក៏ថ្លៃហើយទី1ទៀតគឺចាទី2ទៀតគឺពិបាករកម្ហូបអាស៊ីនៅរដ្ឋខ្ញុំរស់នៅបងប្អូនចាហើយបើសិនជាយើងទៅញ៉ាំកន្លែងគេគឺរសជាតិក៏អត់ដូចដែលយើងនៅស្រុកខ្មែរទេដល់ពេលយើងមកអញ្ចេះយើងបានរសជាតិដើមពិតអញ្ចឹងណាបងប្អូនចានិយាយទៅមនុស្សស្រីយើងមួយយ៉ាងដែរតើបងប្អូនទិញមិនទិញក៏ដោយបានដើរផ្សារដើរហាងមើលនេះមើលនោះម្នាក់ឯងអញ្ចឹងអត់មានកូនសាច់ញញអញ្ចឹងក៏មួយយ៉ាងដែរបងប្អូនចានេះវីដេអូខ្ញុំថតថ្ងៃទី2ខ្ញុំទៅម្នាក់ឯងចាថ្ងៃទី1នេះគឺកូននាំកូនទៅលេងហើយចាហើយកាទៀវគេនៅកន្លែងនេះក៏ឆ្ងាញ់ដែរបងប្អូនចាគឺពេលព្រឹកឡើងគឺមានអ្នកលក់ហើយចាចង់កន្លែងសូនអាហារគេយើងចង់ញ៉ាំអីក៏មានដែរពេលដែលខ្ញុំទៅចឹងខ្វះក៏ទៅបងប្អូន